ច័យ កសាងនេះពីលោកស្រីអាមុំចេះតាមរយៈញាតិពធចាដោយសារលោកចេះតែរៀនទីទៅបានដកមួយចំណែកតូចមកជួយខាងវត្តដោយសារលោកធ្លាប់មកចែកនៅវត្តហើយនឹងមកសាមបុណ្យសាមុនណាកូនចាស់ចាកណា ញាតិពធតាមរយៈលោកស្រីមុំ បាទចំនួន200000បច្ច័យកសាងព្រះវិហារប្រគេនប្រសង់នៅវត្តស្វាយដំណាក់គុណម្ចាស់ ចានបាយពីមកឲ្យទឹកជាក់មកញឹមមកមួយអ៊ំហួរ ក្បត់ផង គឺជួនដល់អ្នកដាបៃដាបបកការដែលជនប្រងទាំងនៅចាស់ទឹកចាស់ទៀនទាំងអស់ដែលមានពិធីជ្រះថ្លាចូលរួមចំណែកកម្មវិធីកសាងមកប្រគេនដល់ព្រះសង្ឃវត្តស្វាយដំណាក់នេះក៏សូមអត្តនិយផលជូនដល់អ្នកដាបៃដាកំបីអខានឡើយហើយក៏សូមឲ្យកសកសាធការដល់កូនដល់ចៅក្រុមគ្រួសារចាស់ទៀននោះឲ្យបាននៅសេចក្តីសុខសេចក្តីចម្រើនកើតនៅអាយុរស់នៅសុខសាន្តរកទទួលទានកើតមានកើតបានដូចដែលប្រាថ្នា សាធុសាធុសាធុ ហើយចៅតារាការោបាទទៅយៈធម្មនៅបាទយេស្វានិរយន្តតែសាងរូបសមាសុខាវចរាមតយ៉ាងកាយយោបាទទៅវិញទៅតែតែចាត់ទៅពេលទៅវិញ្ញាណនៅរត់ទៅលង្ការងចន្តោបានរត់ទៅយថាដោយប្រចាំក្នុងថ្ងៃ15កើតមនិជោទេរសោយថាវិនុសោដោយការមនីមានរយៈណៃដល់រងរឿងជាកៅសេអាចយ៉ាងសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រាប់បានអ្នកទាំងឡាយទាំងបរិសុទ្ធទាំងស្ត្រីមានចូលបាននៅប្រយោជន៍បាននៅសេចក្តីសុខចូលចម្រើនក្នុងពុទ្ធសាសនាចូលកុំឲ្យមានរោគឲ្យបាននៅសេចក្តីសុខប្រោទញាទាំងឡាយគ្រប់គ្នា សាធុសាធុសា មាននិ ធុ ស័យអីសម័យអបយកអស់តែរៃសុ ក្រុមការងារសូមគ្រប់ថ្លែងអរគុណយ៉ាងជ្រាលជ្រៅដល់ញាតិព្រះធម៌តាមរយៈលោកស្រីមុំចាសូមឲ្យទទួលទានរកទទួលទានមានបានមានសុភមង្គលនៅក្នុងក្រុមគ្រួសារសូមមកជួបប្រទះតែសេចក្តីសុខសុខនិងចម្រើនប្រកបការងារអ្វីសូមឲ្យដាក់ចុះដុសឡើងដោយសេចក្តីថ្នាធ្វើការងារអ្វីក៏ជោគជ័យរហូតតរៀងទៅអរគុណច្រើនដែលបានតែងតែរីអង្គាជួយដល់ទៅបងប្អូនក្រីក្រហើយព្រមទាំងវត្តអារាមទាំងអស់នេះខ្ញុំក្រុមការងារក្រសួងគ្រប់ផ្នែកអរគុណយ៉ាងជ្រាលជ្រៅដែលមានសទ្ធាជ្រះថ្លាជួយដល់ពុទ្ធសាសនាព្រមទាំងអ្នកក្រីក្រទាំងអស់នេះសូមឲ្យអ្នកផលផលនិសង្ឃនេះជូនទៅដល់ញាតិធម៌ទាំងអស់សូមជួបប្រទះតែសេចក្តីសុខក្តីចម្រើនរូបទទួលទានមានបានមានសុភមង្គលនៅក្នុងក្រុមគ្រួសារសូមឲ្យបានតែក្តីសុខនិងចម្រើន